Super Decision Quality គឺជា Super ដែលបង្រៀនអំពីវិធីធ្វើការសម្រេចចិត្តឲ្យបានល្អនិងមានប្រសិទ្ធភាពអ្នកនិពន្ធបានបង្ហាញថាភាពជោគជ័យរបស់មនុស្សឬអាជីវកម្មមិនមែនអាស្រ័យលើសំណាងទេប៉ុន្តែអាស្រ័យលើគុណភាពនៃការសម្រេចចិត្តជីវិតរបស់យើងគឺជាលទ្ធផលនៃការសម្រេចចិត្តជាច្រើនដូចជាការជ្រើសរើសអាជីពការចាប់ផ្ដើមអាជីវកម្មឬការជ្រើសរើសយុទ្ធសាស្ត្របើការសម្រេចចិត្តមានគុណភាពល្អអនាគតយើងក៏មានឱកាសជោគជ័យខ្ពស់ដែរការសម្រេចចិត្តល្អមិនស្មើនឹងលទ្ធផលល្អជានិច្ចគំនិតសំខាន់មួយក្នុងសៀវភៅនេះគឺការសម្រេចចិត្តល្អមិនមានន័យថាលទ្ធផលតែងតែល្អទេព្រោះមានកត្តាខាងក្រៅជាច្រើនដែលយើងមិនអាចគ្រប់គ្រងបានឧទាហរណ៍ម្ចាស់ក្រុមហ៊ុនម្នាក់សម្រេចចិត្តបើកសាខាថ្មីបន្ទាប់ពីសិក្សាទីផ្សារនិងវិភាគទិន្នន័យយ៉ាងល្អប៉ុន្តែក្រោយមកសេដ្ឋកិច្ចធ្លាក់ចុះធ្វើឲ្យសាខានោះមិនជោគជ័យនេះមិនមានន័យថាគាត់សម្រេចចិត្តខុសទេគាត់បានធ្វើការសម្រេចចិត្តល្អតាមព័ត៌មានដែលមាននៅពេលនោះដូច្នេះយើងគួរផ្ដោតលើគុណភាពនៃការសម្រេចចិត្តមិនមែនតែលទ្ធផលប៉ុណ្ណោះគន្លឹះទាំង6នៃការសម្រេចចិត្តដែលមានគុណភាពសៀវភៅនេះបានបង្ហាញថាការសម្រេចចិត្តដែលមានគុណភាពល្អត្រូវមានធាតុសំខាន់6យ៉ាង 1. កំណត់សំណួរឲ្យត្រឹមត្រូវបើសំណួរខុសចម្លើយក៏ខុសដែរឧទាហរណ៍សំណួរខុសតើយើងគួរទិញ software នេះទេសំណួរត្រឹមត្រូវតើដំណោះស្រាយណាល្អបំផុតសម្រាប់អាជីវកម្មយើងសំណួរទី2អនុញ្ញាតឲ្យយើងពិចារណាជម្រើសជាច្រើនមិនត្រឹមតែទិញឬមិនទិញប៉ុណ្ណោះទេ 2. ដឹងច្បាស់ពីគោលដៅអ្នកត្រូវដឹងថាអ្វីសំខាន់បំផុតសម្រាប់អ្នកឧទាហរណ៍ក្រុមហ៊ុនមួយមានជម្រើស2ជ្រើសរើសរកប្រាក់ចំណេញភ្លាមឬពង្រីកអតិថិជនបើគោលដៅគឺការរីកចម្រើនរយៈពេលវែងពួកគេអាចជ្រើសរើសពង្រីកអតិថិជនជាមុន 3. បង្កើតជម្រើសឲ្យបានច្រើនមនុស្សភាគច្រើនគិតតែ2ជម្រើសប៉ុន្តែមនុស្សជោគជ័យគិតជម្រើសច្រើនឧទាហរណ៍បើអ្នកចង់បង្កើត product មួយអ្នកអាចមានជម្រើសបង្កើតដោយខ្លួនឯងសហការជាមួយ partner ឬ team product ដែលមានរួចជម្រើសច្រើននាំឲ្យមានការសម្រេចចិត្តល្អជាង 4. ប្រើព័ត៌មានដែលមានតម្លៃការសម្រេចចិត្តល្អត្រូវផ្ដោតលើព័ត៌មានមិនមែនការស្មានទេឧទាហរណ៍មុនបកអាជីវកម្មថ្មីញាក់សិក្សាតើមានអតិថិជនប៉ុន្មាននាក់តើមានគូប្រជែងទេតើទីផ្សារកំពុងរីកចម្រើនឬអត់ព័ត៌មានទាំងនេះជួយឲ្យអ្នកសម្រេចចិត្តបានត្រឹមត្រូវការសម្រេចចិត្តល្អគឺផ្ដោតលើសមត្ថភាពមិនមែនអារម្មណ៍ 6. អនុវត្តការសម្រេចចិត្តការសម្រេចចិត្តល្អគ្មានប្រយោជន៍បើមិនអនុវត្តឧទាហរណ៍ក្រុមហ៊ុនមួយសម្រេចចិត្តពង្រីកទីផ្សារប៉ុន្តែមិនចាប់ផ្ដើមអនុវត្តលទ្ធផលគឺអាជីវកម្មមិនរីកចម្រើនមេរៀនសំខាន់បំផុតពីសៀវភៅនេះបង្រៀនយើងថាភាពជោគជ័យមិនមែនមកពីការសម្រេចចិត្តធំមួយទេប៉ុន្តែមកពីការសម្រេចចិត្តល្អជាច្រើនជាបន្តបន្ទាប់ឧទាហរណ៍ម្ចាស់អាជីវកម្មម្នាក់សម្រេចចិត្តជ្រើសរើសទីផ្សារត្រឹមត្រូវជ្រើសរើសក្រុមការងារល្អនិងបង្កើតផលិតផលត្រឹមត្រូវបន្ទាប់ពីប៉ុន្មានឆ្នាំអាជីវកម្មរបស់គាត់ក្លាយជាក្រុមហ៊ុនជោគជ័យសេចក្តីសន្និដ្ឋានសារសំខាន់បំផុតពីសៀវភៅនេះគឺគុណភាពនៃការសម្រេចចិត្តកំណត់អនាគតរបស់អ្នកបើអ្នកចង់ជោគជ័យអ្នកត្រូវគិតឲ្យបានច្បាស់ប្រើព័ត៌មានបង្កើតជម្រើសច្រើននិងអនុវត្តដោយម៉ឺងម៉ាត់ព្រោះនៅចុងក្រោយជីវិតនិងអាជីវកម្មរបស់អ្នកគឺជាលទ្ធផលនៃការសម្រេចចិត្តរបស់អ្នក